rong cùng rồi muốn mình trong phía đi trên sồn nè lần từ bao phần hai đôi luôn lái ta đi chỗ không con đây check không sao thành ជាបឋមសូមគោរពគណៈបតីវាខ្មឹកក៏ដូចជាសញ្ញាការទាំងអស់បាទអញ្ចឹងខ្ញុំបានមានកិត្តិយសខ្ញុំមកពីក្រុមហ៊ុន Slack ដែលហៅកាត់ថា SCC Engineering ហើយtopic ខាងសាលាថ្ងៃនេះគឺនិយាយអំពីការគ្រប់គ្រងគម្រោងសំណង់ traditional PMC ហ្នឹងជាអ្វីត្រង់ទៀត2.0ហ្នឹងជាអ្វីហើយវាមាន characteristic អីខ្លះហើយយើងមាន case study ហើយវាមានគុណតម្លៃអ្វីទៅដល់អ្នកអភិវឌ្ឍសំណង់នៅក្នុងវិស័យសំណង់របស់ក្រុមហ៊ុន PMG បាទប្រភេទអគារខ្ពស់មានកញ្ចក់ប្រាសាទ glass អញ្ចឹងបាទនេះនៅស្រុកខ្មែរមានតិចណាស់តែលើទឹកកំពង់អត់មានបាទអញ្ចឹងគម្រោងនេះស្មុគស្មាញហើយស្តង់ដារក៏វាអន្តរជាតិដែរបាទអញ្ចឹងផ្សារធំថ្មីហ្នឹងសង់តាំងឆ្នាំ1937អញ្ចឹងការជំនាន់ហ្នឹងក៏មាន PMC ដែរតែវាខុសពីរូបភាពបច្ចុប្បន្នបាទអញ្ចឹង PMC ការជំនាន់មុនហ្នឹងគឺវាមានលក្ខណៈដូចណាទី1គឺ supervision មានន័យថាយើងឆែកការងារដូចបងប្អូនអត់នេះដឹងទេ AFI នេះគេហៅនិយាយបាទ director ក៏និយាយដឹងដែរអញ្ចឹងដល់ពេលហើយបានយើងទៅឆែកបាទក្នុងទី1អញ្ចឹងទី1 architect គូ architect ទៅគូហើយដល់សង់ director គាត់ឆ្នៃខ្លួនឯងទៅបាទកាត់ដំដាក់អីញ៉ៃអញ្ចឹងបាទតែឡើយអត់ទេគឺពេលតែឆ្នៃហ្នឹងគេបានបញ្ចូលទាំង3 4មុខចូលគ្នាហើយ